ប្អូនទាំងអស់គ្នាមកកាន់ Channel Bona Food ថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមានឈ្មោះថាខជើងជ្រូកបងប្អូនណាខជើងជ្រូកខ្ញុំបានលាយជាមួយនឹងជើងមាន់តោះកុំឲ្យខាតពេលយូរយើងមកមើលវិធីសាស្ត្រធ្វើទាំងអស់គ្នាមុនដំបូងយើងមានម្ដែងស្លឹកក្រូចនិងខ្ទឹមសស្លឹកក្រូចយើងទុកទាំងមូលចឹងបងប្អូនហើយម្ដែងយើងស្ដើងបែបនេះមកហើយនឹងខ្ទឹមសយើងដំហើយនៅក្នុងការធ្វើយើងមានដូចជាពងទាស្ពៃជូរបងប្អូនណាបើបងប្អូនចង់ដាក់តាពាំងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តស្ពៃជូរអញ្ចឹងខ្ញុំដាក់ស្ពៃជូរបងប្អូនណាហើយមានពងទា10គ្រាប់ហើយនឹងស្ករត្នោតខ្មែរយើងជាមួយនឹងជើងជ្រូកនិងជើងមាន់តាមុនដំបូងបងប្អូនយកពងទាទៅស្ងោរសិនបងប្អូនណាស្ងោរពុះឲ្យឆ្អិនសិនបន្ទាប់មកយើងយកជើងមាន់និងជើងជ្រូកយើងដាក់ប្រេងខ្យងចូលមួយស្លាបព្រាហើយរ៉ូឌីមួយស្លាបព្រាទឹកស៊ីអ៊ីវបងប្អូនអាចដាក់មួយស្លាបព្រាដែរមកហើយយើងច្របល់ទុកបន្ទាប់មកយើងយកស្ករត្នោតដែលយើងបានហ្នឹងយកមកដាក់ឆ្នាំងមកផាយជាមួយវែកបងប្អូនណាឬគឺខំហ្នឹងសំខាន់បងប្អូនលៃលោកហើយយើងយកមកកូរវាតដល់វាពុះបែបនេះបងប្អូនណាពេលដែលវាពុះហើយបងប្អូនអាចចាក់ស្លឹកក្រូចនិងម្ដែងយើងចូលបានបងប្អូនណាចូលហើយយើងកូរវាឈ្ងុយបន្តិចបងប្អូនពេលដែលយើងកូរឈ្ងុយហើយបងប្អូនណាយើងថែមម្រេចហើយតាំងចំណងចំណូលចិត្តបងប្អូនដាក់ច្រើនដាក់តិចយើងកូរសពបែបនេះហើយវាពុះបងប្អូនវាពុះឈ្ងុយបន្តិចហើយយើងអាចចាក់ទឹកត្រីចូលផាយជាមួយស្លាបព្រាឬក៏ពាក់កណ្ដាលវែកចឹងមកហើយយើងកូរទៀតបងប្អូនឲ្យវាពុះសពគ្រឿងឈ្ងុយសពបងប្អូនណាហើយចាំយើងចាក់ជើងមាន់និងជើងជ្រូកដែលយើងប្រឡាក់មួយពេញខ្យល់ហ្នឹងចាក់ចូលឲ្យច្របល់សពបងប្អូនណាពេលដែលយើងច្របល់សពហើយយើងថែមទឹកស៊ីអ៊ីវខាប់មួយស្លាបព្រាអញ្ចឹងទៅបងប្អូនហើយយើងច្របល់ទៀតហើយបន្ទាប់មកយើងទុកចោលសិនយើងទឹកបកពងទាដែលយើងបានស្ងោរហើយបងប្អូនអាចយកទៅត្រាំទឹកឲ្យវាត្រជាក់ស្រួលបកណាបងប្អូនណាហើយបន្ទាប់មកយើងដាក់ពងទាដែលយើងបកហើយនឹងបងប្អូនណាព្រោះខ្ញុំមិនបានថតពេញទេខ្ញុំកាត់ខ្លះកុំឲ្យបងប្អូនយូរហើយយើងច្របល់បែបហ្នឹងបងប្អូនច្របល់ឲ្យវាសព្វហើយយើងចាក់ទឹកចូលប្រហែលជាមក2ចានអីចឹងបងប្អូនណាហើយយើងមកសមរម្យនឹងយើងបងប្អូនយើងនៅក្នុងផ្ទះសមាជិកយើងមកក្រនអីចឹងណា2ចានឬក៏1ចានជាងលើបងប្អូនហើយមកយើងដាក់គ្រឿងចូលមានដូចជារ៉ូឌីមួយស្លាបព្រាជាងទៅហើយនឹងប៊ីចេងបងប្អូនហើយចាំវាពុះមកពី3ពុះយើងភ្លក់មើលសិនរសជាតិស្ទើរប្រៃស្ទើរអីយើងអាចដាក់ថែមថយតាមនឹងបានតែប៉ុណ្ណឹងវាចិត្តឆ្អិនយើងអាចញ៉ាំបានហើយគ្រាន់តែរសជាតិយើងអាចថែមថយតាមចំណូលចិត្តយើងបានបងប្អូនណាពេលដែលវាពុះសពហើយយើងចាក់ស្ពៃជូរយើងចូលបងប្អូនយើងចាក់ចូលហើយយើងច្របល់ទៀតណាបងប្អូនណាច្របល់សពច្របល់សពហើយយើងគ្របទុកចោលសិនបងប្អូនរហូតដល់វាពុះបែបនេះជើងមាន់យើងក៏ផុយសាច់ជ្រូកយើងក៏ផុយយើងមកងាស់ហើយជាដល់បាក់5 6 7នាទីទៅ10នាទីតោះហើយឥឡូវយើងមកមើលលទ្ធផលទាំងអស់គ្នាបានមួយចានបែបនេះគឺទំនោរមែនតើបងប្អូនអាចទទួលទានឥឡូវម្ហូបយើងបានចប់បើសិនជាបងប្អូនពេញចិត្តនឹងវីដេអូធ្វើម្ហូបខ្ញុំសុំទោសក្នុងការនិយាយដែលមិនពីរោះឬក៏មិនសមសូមអធិស្ឋានផងបងប្អូនបើពេញចិត្តបងប្អូនជួយចុច like ហើយចុច share subscribe ឲ្យ admin មួយផងសូមអរគុណ